Món cà naอายุ10 ថ្ងៃចាអាយុ10 ថ្ងៃគេត្រូវតែបន្តថ្នាំមន់ណាបន្តថ្នាំមន់តាធំលេខ1ទេចានេះធំលេខ1ហ្នឹងណាចានេះសញ្ញាលេខ1ហ្នឹងធំលេខ1នេះចាបូមថ្នាំចេញពីដបមកធំលេខ1ហើយចាប់ដើមនឹងសម្រាប់មន់មួយចាមួយសេចានេះកម្រិតមួយក្នុងសារ៉ាងហ្នឹងចានេះចាលេខ1មន់មួយយើងត្រូវបូមចេញពីដបធ្វើមន់មួយចាលេខ1ហ្នឹងចាអាយុ10 ថ្ងៃចាអាយុ10 ថ្ងៃចាសម្រាប់មន់ចាយើងប្រើសារ៉ាងសម្រាប់បូមថ្នាំសម្រាប់បញ្ជ្រឲ្យមន់អាយុ10 ថ្ងៃមន់ចាប់ផ្ដើមបន្តថ្នាំហើយគេដាក់មួយសេហ្នឹងហ្មងចាមួយសេហ្នឹងស្មើនឹង4 គំនូស 5 គំនូសតាំងពីក្បាលនេះក្បាលហ្នឹងណាចាមើលប្រមាណគំនូស1 2 3 4 5 6 គំនូសចាសម្រាប់មន់1 គំនូស6 គំនូសណាចានេះចាយើងត្រូវចារយៈពេល10 ថ្ងៃគេត្រូវបន្តឲ្យមន់តែម្ដងទេណាចាអាយុ10 ថ្ងៃមន់អាយុ10 ថ្ងៃចាប់ផ្ដើមបន្តថ្នាំឲ្យមន់ចាហើយរយៈពេលចាប់ផ្ដើមកើតមន់ចាប់ផ្ដើមញ័រយើងត្រូវពេលវាញ័រចេញពីសបកវាមកយើងត្រូវបន្តនៅកន្លែងផ្សិតវាត្រូវយកថ្នាំ PCOK ហ្នឹងបន្តនៅកន្លែងផ្សិតមន់ចាណាចាប់ផ្ដើមកើតទី1វាបង្ការនៅបញ្ហាទី1អាថ្នាំ PCOK ហ្នឹងបង្ការកុំឲ្យផ្សិតមន់ហ្នឹងវាហើមពេលណាតែមេវាបដាចង្ការវាលួចទឹកលួចអីទៅវាហើមវាទៅជាជ្រាបទឹកផ្សិតមន់ហ្នឹងទៅវាអាចទៅជាបណ្ដាឈឺផ្ដាសាយទៅជាស្លាប់ក៏មានដែរចាបើយើងបន្តថ្នាំ PCOK ទៅវាឆាប់សះនៅផ្សិតមន់ចាអាពេលកំពុងញាស់ចេញពីពងរបស់វាហ្នឹងណាចាយើងបន្តវាបង្ការនៅការកុំឲ្យហើមផ្សិតវាឆាប់សះផ្សិតកុំឲ្យទឹកជ្រាបចាហ្នឹងណាកូនមន់ចាមេរៀននៃការបង្ការសត្វមន់សត្វអីមានតែប៉ុណ្្នឹងទេបើចង់ស្ដាប់នៅការចិញ្ចឹមគោខ្ញុំអត់ទាន់បានចិញ្ចឹមចាវាកន្លែងចិញ្ចឹមវាអត់មានហើយចិញ្ចឹមទៅវាអ្នកភូមិលើបាត់គោបាត់អីច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំអត់ទាន់រកពេលចិញ្ចឹមគោបើចិញ្ចឹមគោខ្ញុំនឹងបង្រៀននៅមេរៀនការចិញ្ចឹមគោចិញ្ចឹមក្របីហើយនឹងឲ្យតែសត្វពាហនៈចាខ្ញុំនឹងប្រាប់ជាបន្តទៀតអានេះបញ្ហាមន់ដែលខ្ញុំធ្លាប់ឆ្លងកាត់ជារឿយដែលខ្ញុំបានចិញ្ចឹមមកអញ្ចឹងទៅយើងត្រូវថាបន្តរយៈពេល10 ថ្ងៃចាំបន្តចាហ្នឹងបន្តរហូតដល់ធំហ្មងចាមន់កូនសម្រាប់កូនមន់គេបន្តតែមួយដងទេចាសម្រាប់ថ្នាំមន់ថ្នាំបន្តមន់បង្ការការឈឺភ្នែកបង្ការការគ្រុនក្តៅបង្ការផ្ដាសាយហើយកុំបើលើសចំណោះមន់វាទៅជាមន់ស្លាប់ក៏មានដែរមន់ស្លាប់ហើយវាស្គមរីងរៃហើយអាបញ្ហារួមមន់អញ្ចឹងវាអត់មានដោះរួមវាទៅជាស្លាប់មន់ហើយទី1វាទៅជាកាត់ស្លេះលើមន់ហើយទី2វាមន់វាដកដង្ហើមឬខកបើយើងបន្តបើសំទោសណាបើយើងបន្តថ្នាំវាលើសចំណុះនៃថ្នាំមន់ដែលគេផ្សាយលក់នៅក្នុងពេលបច្ចុប្បន្នហ្នឹងអាថ្នាំចាំមន់ចាខ្ញុំសុំបើយើងបន្តលើសចំណុះមន់ទៅជាខស្លា
ហើយនឹងអារោមមន់ហ្នឹងវាជ្រុះអស់ហើយវាអត់ដោះរោមនេះវាបញ្ហាវាមិនដាមកអញ្ចឹងបើយើងមិនតាក់លើចំណុះអញ្ចឹងហើយរយៈពេល10ថ្ងៃយើងត្រូវមិនតាក់ថ្នាំឲ្យមន់ណាដូចខ្ញុំបានប្រាប់ពីដំបូងអញ្ចឹងតានេះលេខ1ហើយយើងយកសារ៉ាំងបូមមកយើងកម្រិតត្រឹមលេខ1ចាលេខ1ចាមេរៀនមានតែប៉ុណ្្នឹងទេបងប្អូនសូមជម្រាបលា